Hello everyone សួស្តីមកកាន់ channel សាមញ្ញភាពថ្មីម្ដងទៀតឥឡូវយើងនឹងមកជួបគ្នាជាមួយនឹងវិញ្ញាសាភាសាអង់គ្លេសសម្រាប់ត្រៀមប្រឡងគ្រូដែលគឺជាថ្ងៃទី2របស់យើងអញ្ចឹងតោះកុំឲ្យខាតពេលយូរយើងចូលមកលំហាត់របស់យើងតដែលជាលំហាត់ទី6ហើយយើងនឹងកែទាំងអស់5លំហាត់បន្តទៀតអញ្ចឹងតោះយើងចាប់ដើមមើលតលំហាត់ទី6យើងគេថាមិនដែរគេនិយាយថា the woman daughter won the spelling bee contest is an English teacher អូខេសាថ្មីអូនគេថាមិនដែរគេថា the woman ស្ត្រី daughter កូនស្រី won ឈ្នះអំពាក្យ won ហ្នឹងមកពីពាក្យ win ណាឈ្នះ won the spelling bee ការប្រកួតប្រកបពាក្យតោះនេះ spelling bee នេះជាឈ្មោះកម្មវិធីប្រកបពាក្យ contest ការប្រកួតជំនឿថាការប្រកួតប្រកបពាក្យ is គឺជា an English teacher គឺជាគ្រូបង្រៀនភាសាអង់គ្លេសអញ្ចឹងយើងគួរយកចម្លើយមួយណាអូនហើយយើងក្លេកមកមើលចម្លើយរបស់យើងទាំង4ទី1 who B whom C whose ហើយនិង D which អូនអញ្ចឹងទាំង4ហ្នឹងឈ្មោះវាសុទ្ធតែជាអីគេអូនទាំង4ហ្នឹងនៅក្នុងវេយ្យាករណ៍គេឲ្យឈ្មោះថាជា relative pronouns ស្អីគេទៅដែលយើងឲ្យឈ្មោះថាជា relative pronouns គឺជាសព្វនាមឈ្នាប់ដែលសព្វនាមឈ្នាប់ដែលចឹងដឹងណាភាសាខ្មែរយើងក៏មានពាក្យឈ្នាប់ដែលហ្នឹងដែរគាត់គឺជាមនុស្សម្នាក់ដែលខ្ញុំស្រឡាញ់អីចឹងទៅចឹងអាពាក្យដែលនេះគឺជាឈ្នាប់ដែលភ្ជាប់ពី clear មួយទៅ clear មួយឬក៏ពីប្រយោគមួយទៅប្រយោគមួយទៀតចឹងភាសាអង់គ្លេសក៏គេមានឈ្នាប់នឹងដែរនេះគេឲ្យឈ្មោះថាជា relative pronouns ចឹងដឹងតែកាលណាវាគឺជាសព្វនាមឈ្នាប់ដែលបានថាម៉េចបានថាពាក្យទាំងអស់ហ្នឹងគឺយើងប្រែថាដែលតោះនេះស្ត្រីដែលតែនឹងខុសគេមួយអូនខុសត្រង់នឹងពាក្យ whose នេះប្រែថាដែលជារបស់ដោយសារវាជាកម្មសិទ្ធិហ្នឹង whose ដែលជារបស់អូខេអញ្ចឹងឡើយមើលជាមួយឈើតនគឺថាយើងគួរយកចម្លើយមួយណានៅនឹង teacher បញ្ជាក់មួយអូនដើម្បីកុំឲ្យនេះយើងទៅជំរុះចម្លើយយើងសិនយើងមើលប្រធានយើងមើលthe woman ស្ត្រីចឹងស្ត្រីគាត់គឺជា person អូនគឺជាមនុស្សបើជាមនុស្សយើងចម្លើយយើងវាអាច who ត្រូវហើយ whom ក៏ប្រើជាមួយនឹងមនុស្សដែរ whose ក៏ប្រើជាមួយនឹងមនុស្សដែរតែ which អូន which អត់ទេយើងប្រើជាមួយនឹងវត្ថុឬមួយក៏របស់អញ្ចឹងយើងអត់យកទេមិនបានអញ្ចឹងដោយសារតែប្រធានយើង the woman នេះគាត់គឺជាមនុស្សគឺជា person យើងអត់យកទេអញ្ចឹងយើងនៅសល់ចម្លើយប៉ុន្មានអូនយើងនៅសល់ចម្លើយប៉ុណ្ណឹង3ទៀតអូនប៉ុន្តែ3ហ្នឹងអូនទីជើឲ្យមើលនេះសិន who ដើរតួធ្វើជាប្រធានអូនអញ្ចឹងបើសិនវាដើរតួធ្វើជាប្រធានមាននៅក្រោយវាយើងត្រូវការអីគេយើងត្រូវការ verb ហើយពាក្យ whom ដើរតួធ្វើជា object អូនបញ្ជាក់ទាំងអស់ប្រែថាដែលហើយវាមានមុខងារវារៀងខ្លួនបើដើរតួធ្វើជា object មានយើងត្រូវការ subject verb ទីហោមិនចុះឲ្យទីហោមួយចុះកុំឲ្យឆ្ងល់អូននេះមួយនេះគេថាម៉េចគេថា he's the one គាត់គឺជាមនុស្សតែម្នាក់គត់ whom ដែលប្រែថាដែល whom I love អញ្ចឹងគាត់ដោយសារតែម៉េចដោយសារតែ whom នឹងវាមុខងារគឺជា object អញ្ចឹងមានតែយើងបាត់អីយើងបាត់ subject យើងបាត់ verb ដែលតាមពិតហ្នឹងគឺ I love អីអូននេះ I love him ខ្ញុំស្រឡាញ់គាត់ហ្នឹងអញ្ចឹងមានន័យថាម៉េចដោយសារ whom គឺជា object អញ្ចឹងយើងបាត់ subject verb អាហ្នឹងគឺប៉ុណ្្នឹងឯងអូនតោះយើងបន្តទៀតទៅចុះពាក្យ whose មុននឹងឈ្មោះថាម៉េច whose ប្រែថាដែលជារបស់អូខេដែលជារបស់អញ្ចឹងបើដែលជារបស់មានន័យម៉េចអូនអានេះនឹកឃើញដល់ពាក្យអីនឹកឃើញដល់ពាក្យ my នឹកឃើញដល់ពាក្យ your តោះនេះដោយសារតែម៉េចដោយសារតែពាក្យ who វាហ្នឹងគឺស្តីទៅនឹងពាក្យហ្នឹងអញ្ចឹងនៅពីក្រោយ my your យើងត្រូវការអីអូនយើងមិនត្រូវការនាមអញ្ចឹងដោយសារតែវាដើរតួធ្វើជាពាក្យថាជាកម្មសិទ្ធិមានន័យថាដែលគឺជារបស់អញ្ចឹងយើងត្រូវការនាមអត់ឲ្យមិនឆ្ងល់អីទេដោយសារម៉េចវាគឺជារបស់វាដូចទៅនឹងពាក្យ my អញ្ចឹងជឿទៅឲ្យមួយចុះ my អីទីហើយណាថាពាក្យហ្នឹងគឺជា my ចុះអញ្ចឹងធ្វើ my អី my book នឹងគឺជាអីអូន
គឺជានាមចឹងមានន័យថានៅពីក្រោយពាក្យ who ពិសេសជាងគេគឺយើងដាក់នាមយកតែម្ដងចឹងតើឥឡូវយើងរើសចម្លើយយើងគិតថាយកមួយណាអូនមើលតើបើសិនយើងយក who ត្រូវអត់ who ដែលតួធ្វើជាប្រធានចឹងវាត្រូវការ verb ប៉ុន្តែពាក្យ doer នេះនាមហ្នឹងអូនយើងត្រូវការនាមអត់ទេយើងត្រូវការអូនយើងត្រូវការ verb ចឹងយើងអត់យកទេអានេះតទៅទៀត be on whom ដោយសារតែមិនចេះថាម៉េច whom ដែលតួធ្វើជា object ចឹងយើងត្រូវការ subject verb អូខេเราទៅមើលលំហាត់របស់យើងមួយចុះមាន subject verb ហ្នឹងយើងមើលពាក្យ doer ជានាមអាចដាក់តួធ្វើជាប្រធានអានេះជា verb វាអាចត្រូវប៉ុន្តែមិនយើងអានតទៅមើលមាន verb មកតង់ទៀតចឹងយើងអត់យកទេយើងត្រូវការតែ subject verb ម្ដងទេចឹងនេះយើងអត់យកទេចឹងចម្លើយយើងគឺចម្លើយ C អូនសួរថាម៉េចបានអញ្ចឹងដោយសារតែពាក្យ whose នេះអូខេ who នេះយើងដាក់តួគេថាគឺជា my ចុះទីហើយហ្នឹងចឹងយើងមិនត្រូវការនាមអូនចឹងនេះនាមរបស់យើងនាមចឹងនេះមិនអូនបើសិនជាយកចម្លើយហ្នឹងយើងអាចបកប្រែបានថា the woman ស្ត្រីម្នាក់នោះ whose daughter ដែលកូនរបស់គាត់ប្រែអញ្ចឹងអូនដែលកូនស្រីរបស់គាត់ won the spelling bee contest ឈ្នះការប្រកួតប្រកបពាក្យគឺជាគ្រូបង្រៀនតោះនេះគេចង់សំដៅថាស្ត្រីម្នាក់ហ្នឹងដែលកូនស្រីរបស់គាត់បានឈ្នះការប្រកួតប្រកបពាក្យហ្នឹងគឺជាគ្រូបង្រៀនរបស់យើងគឺអញ្ចឹងអាចអូនខ្លីៗអញ្ចឹងឈើសរុបឲ្យមកវិញខ្លីៗពាក្យ who ដែលតួធ្វើជាប្រធានអញ្ចឹងមានន័យយើងត្រូវការអីយើងត្រូវការ verb ដែលតួធ្វើជា object អញ្ចឹងយើងត្រូវការអីយើងត្រូវការ subject verb អានេះ whose who នេះអូនគិតថាវាគឺជានេះចុះគឺជា my your his her ចុះដោយសារតែគឺជារបស់អញ្ចឹងយើងត្រូវការអី noun my book my car អីចឹងតើហើយ which យើងអត់យកទេដោយសារវាប្រើជាមួយនឹងរបស់ហើយគាត់គឺជាមនុស្សនឹងយើងអត់យកទេតើចូលមកកាន់លំហាត់ទី7អូនគេថាមិនដែរគេថា the teacher ask the student លោកគ្រូឬមួយក៏អ្នកគ្រូបានសួរសិស្សចុច he was late for class គាត់មកយឺតអូខេឬក៏ប្រែបានថាគាត់មករៀនយឺតប្រែអញ្ចឹងមកអញ្ចឹងយើងយកចម្លើយមួយណាអូនចាំតែកាលណាឃើញចេះឲ្យតែដាក់ថា ask សួរ ask someone សួរនរណាម្នាក់នៅក្រៅហ្នឹងគឺអនឡាញត្រូវការពពួក question words តោះនេះមានដូចជា who នរណាអូខេ why ហេតុអីwhere ឯណា how យ៉ាងដូចម្ដេចតោះនេះចាំnói ask the student គាត់បានសួរកូនសិស្សថានរណាសួរកូនសិស្សថាឯណាឬក៏សួរកូនសិស្សថា how យ៉ាងដូចម្ដេចឬក៏សួរកូនសិស្ស why ហេតុអីចឹងកូនចាំនៅពីក្រោយពាក្យ ask someone គឺយើងត្រូវការពពួកquestion គេហៅថាជាពពួក question word ទាំងអស់ហ្នឹងអូនចឹងយើងចម្លើយយើងសួររកទៀតយកមួយណាអញ្ចឹងបន្ទាប់ពីបានដឹងហើយយក that why ត្រូវអត់ត្រូវទេបើណែធ្លាប់ឮពីអី that's why ដែលមានន័យថាហេតុដូច្នេះហើយចឹងនេះយើងអត់យកទេ why អានេះត្រូវដោយសារមុននឹងឈ្មោះថាម៉េចតែការណា ask someone គឺ ask someone why សួរនរណាម្នាក់ថាតើហេតុអី ask someone where កន្លែងដែលឬក៏ ask someone again when ពេលណាអញ្ចឹងទៅអូន the reason ask the student the reason ពីចឹងនៅពីក្រោយ the reason គេប្រើនេះគេប្រើពាក្យ the reason why សួរហេតុផលថាតើហេតុអីតោះនេះអញ្ចឹងនេះក៏យើងអត់យកដែរហើយ because ឆ្ងាយហើយវាខុសពីទម្រង់ដែលឈើបានប្រាប់មិញថាតើកាលណា ask someone គឺ ask someone why ask someone where ឬក៏ when យើងត្រូវការពពួក question word ចុះចម្លើយយើងគឺ B ជឿប្រែឲ្យអូនគេថាមិនដែរគេថា the teacher លោកគ្រូឬក៏អ្នកគ្រូ ask the student បានសួរកូនសិស្ស why ថាតើហេតុអីhe was late for class ថាតើហេតុអីបានជាគាត់មករៀនយឺតអូនពាក្យ why នេះសួរ reason ហេតុផលអញ្ចឹងហេតុផលអីបានជាគាត់មករៀនយឺតតែប៉ុណ្្នឹងទេអូនតោះលំហាត់ទី8អានេះស្រួលចាំជាងគេពាក្យ head bearer នេះចាំរំមើលពាក្យហ្នឹង head bearer មានន័យថា
យកល្អអូនពាក្យ head bearer ហ្នឹងណាយកល្អគឺអត្ថន័យវាស្តៀងឬក៏ដូចទៅនឹងពាក្យ shoot ក៏បានឬក៏ ought to គួរតែតើហ្នឹងពាក្យ head bearer ហ្នឹងណា head bearer គឺវាមានន័យស្មើទៅនឹងពាក្យ shoot ឬមួយក៏ ought to ដែលបកប្រែថាគួរតែប៉ុន្តែយើងសួរថាយើងគួរយកចម្លើយមួយណាអូនចាំពាក្យ head bearer ដែលយើងបកប្រែថាយកល្អឬមួយក៏គួរតែដូចជាបានទៅសេនៅខាងក្រោមមិនអញ្ចឹងណា head bearer do something មានថាគួរតែធ្វើអីមួយ head bearer do something អូនចាំនៅពីក្រោយពាក្យ head bearer យើងត្រូវការពាក្យ do something ហើយពាក្យ do នេះគឺសំដៅទៅលើអីគេសំដៅទៅលើកិរិយាសព្ទដើមមានថាអត់ឲ្យថែមអីទាំងអស់អត់ឲ្យថែម to អត់ឲ្យថែម s ឬមួយក៏អត់ឲ្យថែម ing ទេគឺចង់មានន័យចឹងអូនជាងហៅវាបានថានេះក៏បាននឹងសភៅខ្លះអានេះគាត់ហៅថាជា verb 0នេះអត់ថែមអីទាំងអស់តែពេលខ្លះគេក៏ហៅថានេះអូនគេហៅថាជា base form កិរិយាសព្ទដើមនេះហាមថែមអីទាំងអស់នៅពីក្រោយពាក្យ head bearer តោះនេះហើយសភៅខ្លះគេក៏ហៅថានេះគេហៅថាinfinitive without to កិរិយាសព្ទដើមដែលមិននាំមុខដោយ to ដូចថាមិញអញ្ចឹងអត់មានអីណា head bearer to go គួរតែទៅអត់ទេគេឲ្យថែមពាក្យ to នៅខាងមុខនឹងទេអញ្ចឹងតើយើងទៅប៉ុណ្្នឹងទេអញ្ចឹងបាននេះមិនអញ្ចឹងបានន័យថាឲ្យតែឃើញពាក្យ head bearer នៅឃើញពាក្យអីនៅឃើញពាក្យ should នៅឃើញពាក្យអីទៀតនៅឃើញពាក្យ ought to តើនេះដែលយើងបកប្រែថាគួរតែហើយយ៉ាងម៉េច head bearer អី head bearer do something មានន័យថាពាក្យហ្នឹងគឺយើងអត់ត្រូវការថែមអីទេអញ្ចឹងតោះទៅរកមើលអាណាដែលអត់មានថែមអីសោះ take មានថែមអីអត់ទេអាចត្រូវមិនចុះពាក្យ taking យកអត់ទេគេថាម៉េច head bearer do អញ្ចឹងយើងអត់ត្រូវការទេដោយសារវាមានថែម ing head bearer to take ចេះថាមិនអញ្ចឹងហាមថែមអីអានេះវាមានថែម to អញ្ចឹងយើងអត់យកដែរបាទនេះអូខេ taken គឺជា verb 3កិរិយាសព្ទខ្ទង់ទី3យើងអត់យកទេគេថាម៉េចនេះគេត្រូវការ verb 0កិរិយាសព្ទដើមហ្មងហាមថែមអីទាំងអស់អញ្ចឹងចម្លើយយើងគឺ A head bearer take អូនប្រែថាគួរតែឬក៏យកល្អក៏បានដែរបាទនេះเราជឿប្រាស់ឲ្យគេថាម៉េចដែរ you had better take an umbrella មានថាអ្នកយកល្អគួរតែយកឆ័ត្រមួយទៅឬក៏ឯងគួរតែយកឆ័ត្រតាមខ្លួនមួយទៅ it looks like មើលទៅដូចជាឬក៏មើលទៅទំនងជា it's going to rain មេឃនឹងភ្លៀង it's going to rain មេឃនឹងធ្លាក់ភ្លៀងអីចឹងទៅបាទនេះចឹងចំណាំមុនអានេះស្រួលចំណាំមិនគេពាក្យ head bearer ហ្នឹង head bearer អីមិញចំណាំមុន head bearer do something បានន័យថាគួរតែឬក៏យកល្អធ្វើអីមួយអូខេអូនយើងមើលមកលំហាត់ទី9បើយើងបន្តទៀតគេថាមិនដែរទី1យើងគេថាចុច the heavy rain អូនពាក្យ heavy rain ហ្នឹងមានន័យភ្លៀងខ្លាំងណាមិនភ្លៀងធ្ងន់ទេ heavy rain all the teachers មានន័យគ្រូទាំងអស់came to the meeting មកកន្លែងប្រជុំ on time ទាន់ពេល on time ទាន់ពេលសាថ្មីអូនគេថាមិនដែរ the heavy rain អូន the heavy rain ហ្នឹងកុំឲ្យឆ្ងល់ពាក្យទាំងមូលហ្នឹងជានាមទេដោយសារមិន heavy នេះគឺជាគុណនាមហើយ rain នេះគឺជានាមទោះបីជាវាវែងអញ្ចឹងក៏ដោយតែវានៅតែជានាមហ្នឹងគេឲ្យឈ្មោះថាជា clear name ឬក៏ noun phrase តែមិនបាច់ឆ្ងល់ទេចង់ថា the heavy rain ហ្នឹងបើយើងគិតមែនតើទៅគេសំដៅទៅលើពាក្យអីសំដៅទៅលើពាក្យ rain ភ្លៀងអញ្ចឹងនាមហ្នឹងឯងតោះជុំមែនទេ all the teachers គ្រូទាំងអស់ came to the meeting មកកន្លែងប្រជុំ on time ទាន់ពេលយើងយកចម្លើយមួយណាអូនយើងមានពាក្យ although បើទោះបីជាdespite បើទោះបីជា in spite ពាក្យនេះបាត់អូននៅពីក្រោយពាក្យ in spite វាមានពាក្យនេះមានពាក្យ of អូខេចឹង recall បាត់ហើយ in spite of even though បើទោះបីជាអូនពីពាក្យនេះអត្ថន័យដូចគ្នាបេះបិទនេះ although ហើយនឹង even though ប្រែថាបើទោះបីជាអញ្ចឹងមានន័យថាបើសិនជាវាដូចគ្នាបេះបិទគេ
គេយកវាធ្វើជាចម្លើយអត់យកទេមិនបានchơi hiền vậyចឹងបើវាជាចម្លើយដូចគ្នាឲ្យសិស្សឬអញ្ចឹងមិនកើតអត់ត្រូវទេអញ្ចឹង although និង even though នោះមានថាបើទោះបីជាដូចគ្នាបែបបិណ្ឌអញ្ចឹងគឺយើងអត់យកទេចម្លើយយើងមួយណាអូន B បើទោះបីជាប្រែបកប្រែមកដូចគ្នាអូនចុះចម្លើយយើង D អូនយ៉ាងម៉េចដែរ despite បើទោះបីជា despite the heavy rain បើទោះបីជាមេឃភ្លៀងខ្លាំងយ៉ាងណាក៏ដោយ all teachers came to the meeting on time លោកគ្រូអ្នកគ្រូទាំងអស់នៅតែមកកន្លែងប្រជុំបានទាន់ពេលវេលាឡើយងាកមកកាន់ head ផលមិនបានជាយើងយក despite អូនជឿបជាalthough ហើយនឹង even though នេះវាដើរតួធ្វើជា conjunction ឈ្នាប់អញ្ចឹងមានន័យថាម៉េចឲ្យតែណែឃើញ although នៅក្រោយវាយើងត្រូវការ subject verb ឃើញ even though នៅក្រោយវាយើងត្រូវការ subject verb បានទេជាទីហោមួយមិន although I love her ទោះបីខ្ញុំស្រឡាញ់នាងយ៉ាងណាក៏ដោយឬក៏ even though I am poor ទោះបីជាខ្ញុំក្រីក្រក៏ដោយអញ្ចឹងឃើញអត់ពាក្យ I love subject verb I am ជា subject verb អូខេហើយអូនពាក្យ despite នេះដើរតួធ្វើជា preposition ធ្នាក់ហើយខ្ញុំចាំអូននឹងត្រូវមើលវីដេអូតជាមួយឈើតទៀតឲ្យតែធ្នាក់នៅក្រោយហ្នឹងគឺយើងត្រូវការនាមហើយត្រូវការនាមឬក៏យើងត្រូវការអីគេត្រូវការ clear name noun phrase ហើយអូនកុំឆ្ងល់ស្អីគេទៅ clear name វានៅតែជានាមគ្រាន់តែវាបង្កើតមកពីពាក្យផ្គុំចូលគ្នាច្រើនអញ្ចឹងណាឈើទីហនលោកសិនឈើលុបចោលអញ្ចេះ rain តោះនេះអញ្ចឹង rain ហ្នឹងគឺជានាមមុនក៏ប៉ុន្តែដោយសារមិនដោយសារតែនៅក្នុងយើងមាននាមអូខេយើងមាននាមយើងមានពាក្យ heavy ជាគុណនាមយើងមានពាក្យ the ជា determiner ភ្លៀងអីភ្លៀងខ្លាំងហើយនេះគ្រាន់តែបញ្ជាក់នៃអំពីភ្លៀងទេអញ្ចឹងមកជួរហ្នឹងនៅតែជានាមតែដោយសារតែវាវែងគេឲ្យឈ្មោះថាជាអីគេជា noun phrase ឬក៏ clear name អូខេអញ្ចឹងអូនចាំមិនអញ្ចឹងឲ្យតើណែឃើញ preposition គឺដឹងតែត្រូវការ noun នេះឬក៏ត្រូវការអីគេត្រូវការ clear name ហើយជួនកាលគេត្រូវការ verb ing verb ing ហ្នឹងក៏ជានាមដែរអូខេហើយពាក្យ inspire អូន inspire តែពាក្យហ្នឹងគឺវាមាន of មួយទៀត inspire of អញ្ចឹងនៅពីក្រោយ inspire of យើងត្រូវការ plus noun ហើយពាក្យ despite ក៏យើងត្រូវការ plus noun ដែរអញ្ចឹងពីរនេះដៃគូជាមួយគ្នាអូនដៃគូជាមួយគ្នាដោយសារវាជាក្រុមអីគេក្រុមធ្នាក់ហើយនេះដៃគូជាមួយគ្នាមួយក្រុមដោយសារវាត្រូវការអីវាត្រូវការ subject verb អូនឲ្យទាំង4ហ្នឹងបកប្រែថាទោះបីជាតោះនេះអញ្ចឹងយើងប៉ុណ្ណឹងចូលមកកាន់លំហាត់ចុងក្រោយលំហាត់ទី10របស់យើងសម្រាប់ថ្ងៃហ្នឹងអូនយ៉ាងម៉េចដែរ hardly អូននេះពិសេសហ่ะឲ្យតែនឹងឃើញពាក្យ hardly នេះគេក៏សាច់ចេញប្រឡងដែរអូនពាក្យ hardly ហ្នឹងគឺមានន័យថាម៉េច almost never ស្ទើរតែ sorry almost not ស្ទើរតែមិនឬក៏អូនឯងហៅវាថាជា barely ក៏បានដែរមានន័យស្ទើរតែមិនចឹងមិនដែរចំណុចយើងមានពាក្យ entered ចឹងមានន័យម៉េចខ្ញុំស្ទើរតែនឹងមិនបានចូលថ្នាក់នៅពេលដែលកណ្ដឹងរោចឹងពួកយើងគឺចង់មានន័យចឹងអូខេចឹងធ្វើបានបើកឆាឲ្យថាម៉េចឲ្យតែនឹងឃើញពាក្យ hardly អញ្ចឹងគឺពាក្យនឹងមានន័យថា almost not ស្ទើរតែមិនអូខេឬក៏វាស្មើនឹងពាក្យ barely អូនដូចគ្នានឹងអាចប្រើពាក្យ hardly ក៏បានឬក៏ barely ក៏បានឥឡូវតើយើងចូលមកកំណែរបស់យើងគួរយកចម្លើយមួយណាអូនអញ្ចឹងគេថាមិនដែរគេថា hardly the classroom អូខេស្ទើរតែមិនថ្នាក់រៀន when នៅពេលដែល the bell rang អូន rang មួយពាក្យ ring រោអូខេរោតែដល់ពេល verb to វា rang ring rang rang អូខេចឹងបាច់ខ្វល់ជាមួយនឹង rang ហើយអានេះខ្វល់តែជាមួយនឹងនេះបានហើយពាក្យ ring ហើយនឹង rang តើយើងមករើសចម្លើយរបស់យើងគួរយកមួយណាអូនចាំរ៉ាំមើលទាំង4នោះសិតតែមានពាក្យនេះពាក្យ enter ចូលណា enter ចូលអូនចឹងយើងយកចម្លើយមួយណាអូនមើល hardly ស្ទើរតែមិនចូលថ្នាក់រៀននៅពេលដែលកណ្ដឹងរោអូនចាំរ៉ាំមួយពាក្យ rang អត់ឃើញវាជា verb to
ចឹងរឿងនឹងកើតឡើងនៅពេលណាអូននៅពេលអតីតកាលបើសិនជាបានមើលវីដេអូថ្ងៃទី1ដែលបានបញ្យល់ពីម្សិលមិញអានេះនឹងយល់ហើយឈើថាម៉េចក្នុងអតីតកាលយើងប្រើ verb to តែបើសិនជាមានសកម្មភាពពីរកើតឡើងទៅគ្នាគេមិនប្រើ verb to រហូតទេមើលបើយើងមើលនេះចូលថ្នាក់រៀនហើយនឹងកដឹងរោសកម្មភាពពីរផ្សេងគ្នាទី1គឺដើរចូលថ្នាក់ទី2គឺកដឹងរោអញ្ចឹងក្នុងភាសាអង់គ្លេសបើសិនជាសកម្មភាពទី1និងទី2នៅទៅអញ្ចឹងទី2គេប្រើ verb to តើនេះតែអ្នកដែលកាត់ឡើងមុននឹងបន្តិចគឺយើងប្រើ had plus ជាមួយនឹង verb 3គេឲ្យឈ្មោះថាជា past perfect អូនតើនេះអញ្ចឹងគឺបែបនេះអូនចាំពាក្យឈើអតីតកាលគេប្រើ verb to ត្រូវហើយប៉ុន្តែបើសិនមានរឿងពីរទៅគ្នាអញ្ចេះអ្នកទី2ណៃប្រើ verb to តែអ្នកទី1គឺណៃប្រើ had plus ជាមួយនឹង verb 3អញ្ចឹងតោះអាណាមាន had plus verb 3ចម្លើយយើងហើយមើលយកមើលណាមាន had មាន plus verb 3តែកាលនេះមានថែម ed អញ្ចឹងវា verb 2 ផង verb 3 ផងអញ្ចឹងអាចត្រូវអានេះតោះ had នេះមាន verb 3អូខេអាចត្រូវមាន had អត់មាន had អត់ចឹងយើងអត់យកទេយើងនៅសល់ចម្លើយ2អូនដែលត្រូវរើសយកមួយណាអូនឈើបញ្ជាក់មួយឲ្យតែនឹងឃើញពាក្យ hardly ណា hardly ឬក៏ barely ដែលឈើបាននិយាយមុនហ្នឹង hardly barely ឬក៏ rarely កម្រអីហ្នឹងឬក៏ជួនកាលណែអាចនឹងឃើញពាក្យនេះទៀតអាចឃើញពាក្យ never ឬក៏អាចឃើញពាក្យអីទៀត no sooner no sooner នេះធ្លាប់ចេញដូចជាស្រាប់ឃើញចេញប្រឡងបាក់ឌុបឆ្នាំណាទេដូចជាខ្ទង់2010ចន្លោះហ្នឹងអូនចឹងអូនឲ្យតែឃើញពួកហ្នឹងនេះឲ្យតែឃើញពាក្យ hardly ហ្នឹងឬក៏ពាក្យ barely ក៏បាន rarely ក៏បាន never ក៏បាន no sooner ក៏បានដែរឲ្យតែនឹងឃើញពាក្យហ្នឹងនៅខាងមុខចឹងណាចម្លើយយើងគឺសរសេរទម្រង់បច្រាស់ពីអីអូនបច្រាស់ពី subject verb ចឹងវាចូលទម្រង់មួយគឺ verb plus ជាមួយនឹង subject វិញវាទៅសេបច្រាស់អញ្ចឹងវិញអូនគេទៅសេបច្រាស់ឲ្យតែនឹងឃើញពាក្យ hardly នៅមុខអញ្ចឹងចាំមិនដឹងទៀតនឹងជួបជាមួយឈើបន្តទៀតតែមិនមែនតែពាក្យ hardly ទេមានច្រើនមាន rarely មាន never ឬក៏ no sooner អីហ្នឹងតែកុំទាន់អាចចាំមួយសិនថាម៉េចឲ្យតែឃើញពាក្យ hardly នៅមុខយើងអត់យកតាមទម្រង់ subject verb ទេយកតាមទម្រង់ដែលបច្រាស់ដោយប្រយោគសំណួរអញ្ចឹងអូនអញ្ចឹងមិនបានយកចម្លើយមួយណាI had enter មាន subject មាន verb បច្រាស់អត់បច្រាស់ទេអញ្ចឹងយើងអត់យកយើងចង់បានបច្រាស់គឺនេះ had plus okay subject ហ្នឹងហើយ had នេះគឺជាកិរិយាជំនួយលើកទុកវាថាគឺជា verb ដែរអញ្ចឹង verb plus ជាមួយនឹង subject វាបច្រាស់ដូចយើងបង្កើតប្រយោគសំណួរអញ្ចឹងអូនចុះចម្លើយយើងគឺ B តើនេះចម្លើយយើង B ហើយកុំសួរឈរថាមិនបានអញ្ចឹងគឺដោយសារតែតែកាលណាប្រើពួកពាក្យទាំងអស់ហ្នឹងគឺគេឲ្យប្រើទម្រង់ inversion ហ្នឹងគឺសរសេរបច្រាស់ពីទម្រង់ subject verb ធម្មតាតើនេះហើយយើងប្រែបានអញ្ចឹងដូចគ្នាប្រែមិនន័យថា hardly had I entered the classroom មានន័យខ្ញុំស្ទើរតែមិនបានចូលថ្នាក់រៀននៅពេលដែលកណ្ដឹងរោបើសិនជាឲ្យជើបញ្យល់អត្ថន័យមួយបែបទៀតបញ្យល់តាមរបៀបចេះវិញមិនមែនមិនគាត់តែកដឹងរោភ្លាមបានខ្ញុំបានចូលថ្នាក់ឬមួយក៏សរៀនបើជើច្រឡំមានតែមិនគាត់ខ្ញុំចូលថ្នាក់ភ្លាមជើតែកដឹងរោមានតែប៊ីបានចូលរបៀបអញ្ចឹងណាវាភ្លាមតកតុយគ្នាអូខេអូនជើសំបើកវងកញ្ចក់មួយកុំឲ្យឆ្ងល់អូនកន្លែងនេះយើងអាចទៅសេតាមទម្រង់ដើមបានទម្រង់ដែលអត់បច្រាស់អូនអត់បច្រាស់មិនអូនទៅសេនេះទៅសេដូចកន្លែងអក្សរ A ហ្នឹងមក I អីអូខេ I had អូខេ I had ឲ្យឈើបន្ថែមពាក្យ hardly នៅបន្លោះហ្នឹងវិញ I had sorry I had hardly entered អូខេនេះបើសិនជាណែចង់លុបពាក្យ hardly ហ្នឹងចេញពីខាងមុខអាចដាក់វានៅកណ្ដាលបានតា I had hardly entered the classroom អូខេ when the bell rang មានតែគាត់នឹងខ្ញុំចូលដល់ក្នុងថ្នាក់ភ្លាមឬក៏ស្ទើរតែចូលដល់ក្នុងថ្នាក់មិនទាន់ផងច្រាប់តែកដឹងរោប៉ុណ្្នឹងឯងអូនប៉ុន្តែជាប្រចាំសាមីឲ្យតែនឹងឃើញពាក្យ hardly នឹងនៅមុខ
យកទម្រង់បច្រាស់មកនេះទម្រង់ inversion ដែលច្រើនបាននិយាយមិញហ្នឹងអញ្ចឹងអរគុណច្រើនសម្រាប់ថ្ងៃហ្នឹងហើយមានចម្ងល់អីឬក៏មានបញ្ហាអីអាចសួរច្រើនបាននៅក្នុង comment section ជួបគ្នានៅវីដេអូក្រោយៗទៀត